ឧស្សាហជាតិគិរីរំគឺជាកន្លែងដែលខ្ញុំធ្លាប់បានមកលេងច្រើនជាងគេបង្អស់បើធៀបទៅនឹងតំបន់ទេសចរផ្សេងទៀតដោយសារតែអាកាសធាតុនៅនេះគឺត្រជាក់សឹងតែគ្រប់រដូវកាលដែលនាំឲ្យការធ្វើដំណើរមកសម្រាប់លេងកម្សាន្តរបស់ខ្ញុំម្ដងហើយម្ដងទៀតគឺនៅតែចង់មកបោះតង់សាក់ថ្មជីវិតនៅគិរីរំនេះដោយសារតែខ្ញុំចូលចិត្តអាកាសធាតុបែបត្រជាក់ក៏ប៉ុន្តែយើងក៏ត្រូវតែទៅរៀងដាច់ឆ្ងាយពីគេតិចដែរបើមិនចង់ថ្លង់សម្លេងធុងបាសហើយខ្ញុំមកលើកនេះក៏មកតែម្នាក់ឯងទេសកម្មភាពក៏ដូចតែរដងគឺខ្ញុំអត់ទិញរបស់ឆ្អិនមកញ៉ាំស្រាប់ទេគឺធ្វើការទិញកសាច់ដើម្បីយកមកចំអិនញ៉ាំដោយខ្លួនឯងហើយទ្រីបនេះផងដែរគឺថាភ្លៀងឥតឈប់ឈរទេបាទតាំងពីពេលទៅដល់នឹងត្រឡប់មកវិញនិយាយពីថាភ្លៀងយកតែមែនតែនក៏ប៉ុន្តែសំឡេងទឹកភ្លៀងធ្លាក់មកប៉ះជាមួយតង់ប៉ែកប៉ក់ប្រៀបដូចជាសំឡេងតន្ត្រីជួយបំពេអារម្មណ៍របស់ខ្ញុំផងដែរចឹងហើយយើងទៅរីករាយជាមួយសកម្មភាពពេញទាំងអស់គ្នាជម្រាបសួរទៅកាន់បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនឹងការវិលត្រឡប់មកកាន់កន្លែងចាស់ដដែលរបស់ខ្ញុំម្ដងទៀតហើយបាទនេះគឺជាឧស្សាហជាតិគិរីរំដែលមានទីតាំងស្ថិតនៅខាងខេត្តកំពង់ស្ពឺបងប្អូនមួយចំនួនធំប្រហែលជាបានស្គាល់ហើយបាទគិរីរំគឺខ្ញុំចូលចិត្តមកបោះតង់លេងដោយសារតែខ្ញុំចូលចិត្តអាកាសធាតុក៏ដូចជាព្រៃស្រល់នៅតំបន់នេះដោយសារតែវាមានលក្ខណៈខ្ពស់ស្មើល្អនឹងស្រឡះខាងក្រោមដែលអាចឲ្យយើងសម្លឹងមើលទៅជុំវិញខ្លួនបានឆ្ងាយនិងមិនមានភាពសុបទ្រុបស្រឡះមុខស្រឡះមាត់មានខ្យល់អុកស៊ីហ្សែនល្អនៅពេលដែលយើងដកដង្ហើមចេញចូលក៏មានអារម្មណ៍ថាធុំក្លិនព្រៃស្រល់នៅចុងច្រមុះរបស់យើងផងដែរហើយដំណើរកម្សាន្តលើកនេះគឺខ្ញុំចង់ចែករំលែកបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទ Oppo A6 Pro ទៅកាន់បងប្អូនទាំងអស់គ្នាបន្តិចសិនគឺថាលែងមានការបារម្ភខ្លាចទូរស័ព្ទអស់ថ្មពេលកំពុងធ្វើដំណើរតាមផ្លូវនិងពេលដើរលេងតាមតំបន់រមណីយដ្ឋានឆ្ងាយដែលយើងត្រូវការមើល map ច្រើនពេលកំពុងធ្វើដំណើរដើរលេងតាមតំបន់ព្រៃភ្នំពិបាកក្នុងការរកអីសាក់ថ្មហើយនៅពេលដែលយើងបញ្ញាប់ចេញទៅក្រៅប៉ុន្តែទូរស័ព្ទចិត្តអស់ភ្លើងអីហ្នឹងក៏លែងជាបញ្ហាទៀតហើយដោយសារតែ Oppo A6 Pro ភ្ជាប់មកជាមួយទំហំថ្មធំរហូតដល់ទៅ 7000 មីលីអាំពែងាយស្រួលយកទុកដាក់តាមខ្លួនមែនតើមិនថាចុះខេត្តឡើងភ្នំអីទេដោយសារតែទូរស័ព្ទនេះមានទម្ងន់ស្រាលហើយការប្រើប្រាស់ដូចជាការមើល YouTube វិញគឺយើងអាចមើលបានរហូតដល់ទៅ20ម៉ោងឯណោះសម្រាប់ការសាក់ថ្មវិញ Oppo A6 Pro អាចសាក់ថ្មក្នុងល្បឿនលឿនដោយប្រើបច្ចេកវិទ្យា 80W Super Volt ដែលយើងចំណាយពេល5នាទីអាចសាក់បាន 12% 30នាទីសាក់បាន 56% និងចំណាយពេលត្រឹមតែ1ម៉ោងប៉ុណ្ណោះដើម្បីសាក់ពេញ 100% មិនថាដើរលេងបោះតង់ដេកព្រៃអីក៏លែងជាបញ្ហាទៀតដែរដោយសារតែថ្មរបស់គេកាន់ល្អអាយុកាលប្រើប្រាស់លើសពី5ឆ្នាំ Oppo A6 Pro មានកម្រិតបង្ហាញដល់ទៅ 1080 និង 2370 pixel បំពាក់មកជាមួយអេក្រង់ AMOLED 10 bit និងកម្រិតបង្ហាញ 1400 nit ជាមួយល្បឿន refresh rate 120Hz នាំឲ្យការកម្សាន្តកាន់តែជក់ចិត្តហើយ Oppo A6 Pro គឺជា smartphone ដែលទទួលបានវិញ្ញាបនបត្រភាពធន់កម្រិតយោធាអាមេរិកធន់នឹងការធ្លាក់ការប៉ះទង្គិចធន់នឹងកម្ទេចធូលីធន់គ្រប់សីតុណ្ហភាពធន់នឹងទឹកត្រជាក់ទូរស័ព្ទមួយនេះក៏មាន IP ការពារទឹកកម្រិត69ដែលអាចឲ្យយើងថតក្នុងទឹកបានផងដែរចឹងហើយមិនថាពេលធ្វើដំណើរឬការប្រើប្រាស់ប្រចាំថ្ងៃគឺយើងកាន់តែមានទំនុកចិត្តខ្ពស់ផងដែរបាទបើនិយាយពីរឿងសេវារបស់គេវិញគឺត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យា AI Link Boost 3.0 មានសមត្ថភាពចាប់សេវាបានខ្លាំងមែនទែនបើទោះបីជាចូលមកក្នុងព្រៃក៏ដោយក៏យើងនៅតែអាចប្រើប្រាស់អ៊ីនធឺណិតបានយ៉ាងរលូនមួយទៀតនោះ Oppo A6 Pro ក៏មានមុខងារ AI Beacon Link 2.0 ដែលអាចឲ្យយើងនិយាយឆ្លើយឆ្លងគ្នាបានដូចជា iCom អញ្ចឹងបើទោះបីជាអត់មានសេវាក៏ដោយទាំងអស់នេះមាននៅលើទូរស័ព្ទ Oppo A6 Pro គឺជាដៃគូរួមដំណើរដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងទៅកាន់តំបន់ឆ្ងាយហើយយើងត្រឡប់ចូលមកកាន់សាច់រឿងរបស់ខ្ញុំជាបន្តទៀតគឺថាម៉ូតូខ្ញុំផុកតាំងពីក្រោមដល់លើតែម្ដងដោយសារចង់ជិះផ្លូវកាត់មកដល់លឿនមានអីកម្មលើសដើមដូចគេថាចង់ចំណេញដាច់ចំណងអញ្ចឹងបងប្អូនហើយតាមផ្លូវមិញក៏ចេះលុយ 5000 រៀលទិញបានពោតស្ងោរមួយថងត្បិតថាឡើងមកដល់លើភ្នំក៏ពិតមែនប៉ុន្តែតម្លៃនេះគឺសមរម្យហើយបាទមកដល់ខ្ញុំចាប់ផ្ដើមតម្លាក់អីវ៉ាន់ដើម្បីបោះតង់ហើយកន្លែងដែលខ្ញុំមកសម្រាប់នេះគឺគេហៅទឹកធ្លាក់ទីប្រមាណទេដូចជាទី2ខ្ញុំអត់សូវច្បាស់ដែរប៉ុន្តែបរិយាកាសនៅនេះមានភាពស្ងប់ស្ងាត់ល្អអាចថាដោយសារខ្ញុំមកចំថ្ងៃធម្មតាក៏មិនដឹងនិយាយចំទៅខ្ញុំពិតជាចូលចិត្តអាកាសធាតុត្រជាក់នៅគិរីរំនេះដោយសារមិនថាខែណាទេគឺត្រជាក់ជាប់រហូតជាពិសេសនៅពេលយប់គ្រាន់តែថាបើយើងមិនចង់ថ្លង់សម្លេងធុងបាសទេគឺយើងអាចជិះរកកន្លែងណារៀងដាច់ឆ្ងាយពីគេតិចទៅលែងជាបញ្ហាទៀតហើយព្រោះភ្នំគិរីរំនេះធំបងប្អូនធំខ្លាំងណាស់ជិះមិនស្រួលវែងទៀតព្រោះផ្លូវក្បាត់ខ្វែងច្រើនហើយតង់ដែលបងប្អូនឃើញនេះប្រភេទគេបានតែម្នាក់ឯងទេខ្ញុំប្រើយូរហើយតង់នេះចូលប្រហែលជា4ឆ្នាំដែរបើគិតទៅប៉ុន្តែខ្ញុំនៅតែស្រឡាញ់ថែរក្សាទុកវានិយាយចំទៅអីវ៉ាន់ camping គឺខ្ញុំស្រឡាញ់ទាំងអស់ហ្នឹងបើនិយាយពីលុយចំណាយទៅលើពួកវាក៏ច្រើនពេលខ្លះបេះពីមាត់ពីកដើម្បីទិញ
ទិញអីវ៉ាន់បោះតង់គ្រឿងសទូចត្រីអីចឹងទៅអ្នកខ្លះអាចគិតថាវាជារឿងអត់ប្រយោជន៍ប៉ុន្តែបើខ្ញុំគិតទៅគឺវាអត់ប្រយោជន៍ពិតមែនតែវាជាក្តីសុខមួយបែបសម្រាប់អ្នកចូលចិត្តដើរព្រៃបោះតង់ហើយពេលខ្លះក៏មិនយល់ដែរជិះម៉ូតូកាត់ផុកកាត់ព្រៃកាត់ផ្សៃទៀកខំខូចម៉ូតូផងអីផងប៉ុន្តែនៅតែជំនះចង់ទៅព្រោះថាកន្លែងទេសភាពស្អាតខ្លះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបានទៅដល់នឹងឃើញផ្ទាល់ងាយទេដូចនៅខាងភ្នំខ្នងព្រះជាដើមតម្រាំបានទៅដល់គឺថាដើរចង់ធ្លាក់អណ្ដាតហើយប៉ុន្តែនៅពេលដែលបានទៅដល់យើងក៏ទទួលបានអារម្មណ៍មួយប្លែកយើងបានឃើញអ្វីដែលថ្មីសម្រាប់ជីវិតយើងនិយាយរួមអ្នកស្រឡាញ់ធម្មជាតិព្រៃភ្នំគឺប្រកាសជាយល់ហើយខ្ញុំនេះទើបតែចេះដើរព្រៃប្រហែលឆ្នាំចុងក្រោយនឹងដែរទេហើយក៏ញៀនមកដល់សប្តាហ៍ថ្ងៃហ្នឹងទៅបាទហើយវីដេអូនេះនៅគិរីរំទេប៉ុន្តែអ្នកសម្រាយបែកអូហូស្ទឹងធ្លាយទៅដល់ខ្នងព្រះនៅពោធិ៍សាត់អីណានោះឆ្កុយវិញទៅអធិស្ឋានផងណាមួយសកម្មភាពបោះតង់តម្លើងតង់អីហ្នឹងរៀបរាប់សឹងតែគ្រប់វីដេអូមកហើយអញ្ចឹងក៏ឆ្លៀតនិយាយលេងក្រៅប្រធានបទខ្លះទៅណាមួយរយៈនេះមានអារម្មណ៍ថារឿងនឹកពោធិ៍សាត់ផងនោះក៏នាំឲ្យមាត់នេះរំលឹកទៅដល់ពោធិ៍សាត់តែម្ដងទៅបាទហើយខ្ញុំរកអស់មកបកាត់ភ្លើងដាក់ដាំបាយធ្វើម្ហូបញ៉ាំគឺល្ងាចនេះខ្ញុំធ្វើតុងយ៉ាំសាច់គោហើយមេឃក៏ភ្លៀងប៉ែប៉ក់អាកាសធាតុក៏ត្រជាក់គូសមអញ្ចឹងខ្ញុំនឹងដាក់សំឡេងដើមនៃធម្មជាតិឲ្យបងប្អូនបានស្ដាប់ផងដែរបាទអរុនសុស្ដីពេលព្រឹករាយការណ៍ចេញពីភ្នំគិរីរំគឺថាភ្លៀងតាំងពីយប់មិញមកម្លេះលក្ខណៈទ្រង់ទ្រាយធំតែម្ដងបាទហើយទឹកអូរនៅខាងក្រោយកន្លែងខ្ញុំបោះតង់វិញល្ងាចមិញថ្លាអាចងូតបានធម្មតាដល់ទៅពេលព្រឹកឡើងគឺថាខាប់ដូចទៅដោះគោអញ្ចឹងហើយកន្លែងដែលខ្ញុំបោះតង់នេះក៏រៀងឆ្ងាយពីមាត់ទឹកគូសមដែរអញ្ចឹងខ្ញុំអត់បារម្ភទេយ៉ាងណាយើងអាចដោះស្រាយស្ថានភាពទាន់ពេលវេលាព្រោះខែនេះទុកចិត្តអត់បានទេជាមួយទឹកស្ទឹងទឹកអូរតាមតំបន់ព្រៃភ្នំហើយត្រីនេះគឺខ្ញុំស្ទូចបានពីយប់មិញ4ក្បាលប៉ុន្តែអត់បានថតទេណាមួយពិបាកមេឃភ្លៀងប្រពេកប្របាច់ពេកបាទហើយបាន4ក្បាលនេះល្មមបាយកកពេលព្រឹកដោយសារយប់មិញខ្ញុំដាក់ដាំបាយរៀងច្រើនដែរ
តម្រូវពីពេលកុំឲ្យពិបាកដាំច្រើនដងហើយត្រីនេះខ្ញុំប្រឡាក់គ្រឿងប្រៃឡមទុកចោលឲ្យវាចូលជាតិមុននឹងយកទៅចៀនបាទហើយក៏មកបង្កាត់ភ្លើងដើម្បីដាក់ដាំទឹកឆុងកាហ្វេផឹកអាកាសធាតុត្រជាក់ពេលព្រឹកបែបនេះយើងបានដាក់កាហ្វេមួយទៅដើម្បីបន្ថែមភាពស្រស់ស្រាយជាមួយធម្មជាតិហើយមេឃក៏រៀងដាច់ទឹកភ្លៀងតិចដែរប៉ុន្តែនៅតែមកម្ដងមកកាពូប្រហែលថ្ងៃនេះបងប្អូនដឹងហើយតំបន់ណាក៏ភ្លៀងដែរតម្រាំនៅព្រៃភ្នំបែបនេះទៀតគឺថាភ្លៀងជោគជាំហើយក៏ប៉ុន្តែធម្មជាតិក៏បង្ហាញសម្រស់ខៀវខ្ចីគួរឲ្យចង់គយគន់ផងដែរវាខុសពីខែប្រាំងដែលទេសភាពប្រែជាសោះកក្រោះក្រៀមក្រោះអីចឹងណាបងប្អូនយើងហើយនៅគិរីរំនេះខ្ញុំចូលចិត្តដើមស្រលដោយដែលបានប្រាប់នៅខាងដើមវីដេអូចឹងគឺដើមស្រលដុះខ្ពស់ត្រង់ស្មើទៅខាងលើហើយនៅខាងក្រោមស្រឡះល្អមានតែវាស្មៅដុះខៀវខ្ចីពេញលើដីគឺថាស្អាតកប់សេរីតែម្ដងបាទអញ្ចឹងខ្ញុំក៏ដើរមើលទេសភាពលេងមកសបកធំដែរមុននឹងត្រឡប់មកកន្លែងវិញដើម្បីរៀបចំជៀនត្រីញ៉ាំបាយពេលព្រឹកហើយត្រីដែលខ្ញុំស្ទូចបាននេះមិនសូវជាធំទេតូចតែមកល្មមខ្ញុំអាចញ៉ាំម្នាក់ឯងគ្រប់គ្រាន់តាមពិតទៅខ្ញុំបានត្រៀមម្ហូបផ្សេងយកមកដែរតែពេលស្ទូចបានត្រីចឹងទៅក៏ចំអិនត្រីញ៉ាំតែហ្មងទៅធម្មជាតិស្រស់ចឹងគឺខ្ញុំចូលចិត្តណាស់ខំប្រោះវាតាំងពីយប់អត់មានងាប់មួយទេហើយទឹកអូនេះខ្ញុំគិតថាអាចមានដែងស្ពាន់ហើយអ្នកខ្លះក៏ហៅថាដែងភ្នំយើងហ្នឹងប៉ុន្តែពេលខ្ញុំមកនេះទឹកច្រើនពេកពិបាកក្នុងការស្ទូចជាមួយខែប្រាំងខ្ញុំសាក់លបងមកស្ទូចវាម្ដងទៀតខ្ញុំគិតថាអាចបានហើយត្រីប្រឡាក់ចៀនរបស់ខ្ញុំនេះវិញគឺថាខ្ញុំប្រឡាក់គ្រឿងប្រៃឡមតិចដាក់ចៀនស្រួយខ្ញោកញ៉ាំជាមួយបាយកកនិយាយពីថាជាតិខ្លាំងណាស់បងប្អូនហើយអាបាយនៅផ្ទះមានចានមានឆ្នាំងត្រឹមត្រូវហូបមិនសូវបានច្រើនទេខ្ញុំហើយញ៉ាំបាយរួចខ្ញុំក៏រៀបចំរើអីវ៉ាន់ត្រឡប់ទៅវិញផងដែរបាទហើយក៏មិនភ្លេចដែរក្នុងការប្រម៉ូសម្រាមដែលបានយកមកទាំងប្រមាណត្រឡប់ទៅក្រៅវិញដាក់នៅធុងសម្រាមដែលគេមាននៅខាងក្រៅហើយបន្ទាប់ពីវីដេអូនេះទៅខ្ញុំអត់ដឹងថាពេលណាខ្ញុំអាចនឹងចេញវីដេអូទៀតទេនិយាយចំទៅខ្ញុំអាចនឹងបាត់មុខយូរអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាបើសិនជាមានកំហុសខុសឆ្គងត្រង់កន្លែងណាអីក៏សូមអធិស្ឋានផងបាទ